បើក្បាលវីដេអូដំបូងបងប្អូនអរគ្នាអត់មានធ្វើអីទេគឺឈរមើលស្រីស្អាតកំពុងតែលាងបន្លែបងប្អូនអរគ្នាហើយបន្លែយើងត្រូវតាមទឹកអំបិលសិនអញ្ចឹងបងប្អូនមុននឹងយកមកអញ្ចឹងឥឡូវដល់វគ្គយើងអាំងត្រីហើយយើងទៅលាងបន្លែវិញអញ្ចឹងបងប្អូនយើងត្រាំទឹកអំបិលវាទុកយ៉ាងមួយសបកមកទៅពេលត្រាំទុកមួយសបកឥឡូវយើងមកធ្វើជាមួយនឹងទឹកជ្រក់យើងចាប់ផ្ដើមធ្វើទឹកជ្រក់បុកប៉ាល់ខ្ចីបងប្អូនគឺទំនងមែនតើបុកប៉ាល់ខ្ចីគឺឆ្ងាញ់ហ្មងមើលទៅហើយនេះគឺសកម្មភាពស្អាតគាត់កំពុងតែធ្វើអីហ្នឹងគាត់កំពុងតែធ្វើទឹកជ្រក់មួយមុខទៀតទឹកជ្រក់នេះគឺទឹកត្រីផ្អែមធ្វើទឹកត្រីផ្អែមមួយមុខទៀតបងប្អូនទាំងអស់គ្នាយើងធ្វើទឹកត្រីគឺទឹកធ្វើពីរមុខអញ្ចឹងណាបងប្អូនហើយនេះគាត់កំពុងតែញាប់ដៃញាប់ជើងកំពុងតែរៀបរាប់ផ្សំគ្រឿងមានដូចជាសណ្តែកដីមានម្ទេសមានអីចឹងទៅដាក់បុកលាយឡំគ្នាទាំងអស់អញ្ចឹងណាបងប្អូនទាំងគ្នាមានមកសពមានមកគ្រប់អញ្ចឹងទៅណាឥឡូវកើតជាទឹកត្រីហើយនៅពេលយើងធ្វើទឹកត្រីផ្អែមយើងត្រូវដាំទឹកដាំអីចាក់បងប្អូនទាំងអស់គ្នាយើងចាក់ណាចាក់ចូលគ្នាជាមួយទឹកត្រីយើងហ្នឹងអាហ្នឹងរបៀបគេធ្វើតាំងពីណាពីណីមកហើយធ្វើទឹកត្រីផ្អែមហ្នឹងយើងដាក់ទឹកបន្តិចមកនៅពេលហ្នឹងយើងដាក់ទឹកបន្តិចហើយមានទឹកត្រីមានទឹកអីដាក់បន្តិចមកដើម្បីឲ្យទឹកត្រីយើងមានកាន់តែមានអជីររសអញ្ចឹងណាបងប្អូនទាំងគ្នាហើយបន្តមកទៀតគាត់កំពុងតែជ្រុំឲ្យខ្ញុំភ្លក់មើលនេះដាក់គ្រឿងដាក់ក្រៅអស់ហើយភ្លក់មើលតើសាបប្រៃអញ្ចឹងណាភ្លក់មើលក៏ស្ទើរដូចជាស្ទើរស្ករបងប្អូនហើយដូចជាស្ទើរស្ករអញ្ចឹងដាក់ស្ករទៀតដាក់ស្ករអស់ហើយឥឡូវដាក់សណ្តែកដីចូលហើយយើងចាប់ផ្ដើមដាក់សណ្តែកដីចូលដើម្បីឲ្យវាឈ្ងុយជាងមុនអញ្ចឹងណាបងប្អូនវាបន្ថែមឲ្យជារសមួយមុខទៀតកាន់តែឆ្ងាញ់ទឹកត្រីហ្នឹងនៅពេលដែលយើងដាក់សពគ្រប់អស់ហើយគ្រឿងសពគ្រប់អស់ហើយនេះយើងកូរវាឲ្យវាលេខស្ករលេខអីចឹងណាបងប្អូននៅពេលដែលយើងកូរអស់ហើយធ្វើរួចអស់ហើយយើងចាប់ផ្ដើមមកតាក់ទងនឹងបន្លែម្ដងយើងរៀបចំបន្លែយើងហាន់បន្លែហាន់អីចឹងយើងរៀបចំវាដាក់ឲ្យសោះទឹកទៅគឺមានបន្លែហ្នឹងគឺមានសាឡាត់មានពេញពោះមានស្អីខ្លះទេបងប្អូនច្រើនដែរមានតែសក់មានអីចឹងទៅតបមកទៀតយើងចាប់ផ្ដើមចាត់ការខាងបន្លែម្ដងបងប្អូនយើងចាត់ការខាងបន្លែម្ដងយើងរៀបចំបន្លែហ្នឹងយកបន្លែហ្នឹងយកមកចិតជាចំណិតអញ្ចឹងបងប្អូនចិតជាចំណិតដើម្បីដាក់ចានរៀបមើលទៅឲ្យវាមានរចនាបថបន្តិចណាហើយយើងរៀបវាទៅមើលទៅដូចគួរឲ្យចង់ហូបអញ្ចឹងបងប្អូនទាំងគ្នានេះយើងចាប់ផ្ដើមរៀបបន្លែហ្នឹងដាក់ចានបន្តិចម្ដងទៅរៀបវាអាហ្នឹងគេថាអីម៉ូតអញ្ចឹងណាធ្វើយ៉ាងបែបម៉ូតអីចឹងទៅយើងឆ្នៃវាតិចទៅមើលទៅធ្វើម៉េចឲ្យតំណងអញ្ចឹងណាឲ្យតំណងនៅក្នុងការហូបបងប្អូនយើងរៀបស្លាត់ពីក្រោមអញ្ចឹងមកយើងដាក់ទៅសក់ដាក់អីពីលើមកដើម្បីឲ្យមើលទាំងម៉ូតយើងមើលមកហ្នឹងឲ្យវាតំណងគួរចង់ហូបចឹងគួរចង់ញ៉ាំអីចឹងណាបងប្អូនទាំងគ្នារៀបបន្ទាប់ពីរៀបអស់ហើយអានេះគឺត្រីយើងឆ្អិនហើយបងប្អូនហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹង